ពួកអើយចូលកែងទៅទៀតណាឆ្វេង One ឆ្វេងទៀតហើយ2 two បាទជំរាបសួរពុកម៉ែបងប្អូនដែលស្នេហាវិស័យបដាល់គុណខ្មែរទាំងនៅក្នុងបណ្ដាញសង្គម Facebook ក៏ដូចជានៅក្នុង TikTok បាទឃើញថាព្រឹត្តិការណ៍ X-Men Tournament រដូវកាលទី3ក្នុងថ្ងៃបុណ្យរំទូលខាងមុខនេះគ្រាន់តែចេញជាផ្លូវការភ្លាមបាទមានបងប្អូនចុចឈ្មោះបេក្ខភាពកីឡាករអន្តរជាតិដែលចង់ឲ្យពួកគាត់ចូលរួមប្រកួតប្រជែងជាមួយនឹងធីរ៉ាសាជាថ្មីបាទមានដូចជាប៉ាវែលមានដូចជាអូម៉ាមានដូចជារ៉ូស្លានមានដូចជាហាសាន់អញ្ចឹងទៅបងប្អូនបាទដោយសារតែកីឡាករទាំងនេះបាទជាកីឡាករអន្តរជាតិដែលពោពេញទៅដោយសមត្ថភាពបាទប្រវត្តិការប្រកួតរបស់គាត់ល្អបាទធ្លាប់ធ្វើឲ្យធីរ៉ារបស់យើងនឹងអីថាជូចត់អីចឹងណាបងប្អូនបាទស្វិតស្វាញជាមួយនឹងគាត់អញ្ចឹងទៅបាទហើយជាពិសេសគ្រាន់តែចេញ poster បាទកីឡាករ Pavel ដែលគាត់នឹងត្រូវចូលរួមនៅក្នុងព្រឹត្តិការណ៍ខាងមុខបងប្អូនមានការពេញចិត្តយ៉ាងខ្លាំងចំពោះវត្តមានរបស់Pavel នៅក្នុងព្រឹត្តិការណ៍ X-Men Tournament បាទខ្ញុំនិយាយបែបនេះបើសិនជាបងប្អូនដែលជាអ្នកគ្រាន់តែទស្សនាធម្មតាមិនគេថាមិនចាប់អារម្មណ៍ខ្លាំងទៅលើបេក្ខភាពដែលបានលើកឡើងទេប៉ុន្តែសម្រាប់បងប្អូនដែលមានការតាមដានមានការចាប់អារម្មណ៍មានការថាតាមដានរាល់ការប្រកួតរបស់កីឡាករសំខាន់ណាបាទគឺពេញចិត្តណាស់សម្រាប់វត្តមានកីឡាករ Pavel នៅក្នុងព្រឹត្តិការណ៍ X-Men Tournament ខាងមុខជាមួយនឹងធីរ៉ារបស់យើងបាទអញ្ចឹងហើយបានជាខ្ញុំនិយាយថាជាការពេញចិត្តរបស់បងប្អូនណាហេតុអីបានជាបងប្អូនដែលជាអ្នកស្នេហាវិស័យបដាល់គុណខ្មែរដែលជាអ្នកតាមដានការប្រកួតដ៏ចប់កន្លងមកគាត់ពេញចិត្តទៅលើ Pavel ខ្ញុំសូមលើកអំពីប្រវត្តិការប្រកួតរបស់ Pavel ដែលគាត់ធ្លាប់ចូលរួមក្នុងការប្រកួតគុណខ្មែររបស់យើងនាពេលកន្លងមកបន្តិចបងប្អូនយកមកចែកជូនពុកម៉ែបងប្អូនដើម្បីទស្សនាលេងកម្សាន្តបាទកាលពីថ្ងៃទី10ខែ3ឆ្នាំ2020កន្លងទៅPavel នេះក៏គាត់ធ្លាប់ជួបជាមួយនឹងឡៅចន្ទ្រាម្ដងដែរបងប្អូនដែលកាលនោះគឺការប្រកួតលក្ខណៈ Mafai មួយទឹក9នាទីបាទច្បាប់នៃការប្រកួតលក្ខណៈ Mafai គឺមិនមាននរណាទទួលបានជ័យជំនះទេប្រសិនបើគាត់មិនបានផ្ដួលដៃគូឲ្យបោះបង់ការប្រកួតឬក៏សន្លប់ឬក៏ត្រូវបានលោកគ្រូអាជ្ញាកណ្ដាលប្រឈប់កាលនោះការប្រកួតរបស់ Pavel ជាមួយនឹងឡៅចន្ទ្រាគឺរហូតទៅដល់ចប់ទឹកតែម្ដងបាទជាលទ្ធផលគឺពួកគាត់ស្មើគ្នាបាទបន្ទាប់មកទៀត Pavel ក៏បានចូលរួមប្រកួតប្រជែងជាមួយនឹងThera បាទដែលជាលក្ខណៈម៉ារ៉ាតុងដណ្ដើមពានបាទនៅឯទឹកដីខេត្តតាកែវបងប្អូនបាទកាលពីថ្ងៃទី3ថ្ងៃទី14ខែ3ឆ្នាំ2024ដែលកាលនោះបាទការប្រកួតនៅជុំទី1បាទគឺ Pavel មិនបានជួបគ្នាជាមួយនឹងTheraទេបាទប៉ុន្តែទៅដល់វគ្គផ្ដាច់ព្រាត់គឺ Pavel បានជួបជាមួយនឹងTheraការប្រកួតរបស់គាត់ស្ទើរតែធ្វើឲ្យធីរ៉ាយើងមិនអាចទទួលបានជ័យជំនះទៅហើយបងប្អូនកាលនោះបាទគឺ3ទឹក Pavel មានព្រៀបទៅលើធីរ៉ាទាំង3ទឹកតែម្ដងបាទទឹកទី1បើសម្រាប់ខ្ញុំគិតថា Pavel ក៏មានព្រៀបទៅលើធីរ៉ាដែរតែគ្រាន់តែថាមិនដាច់បាទទឹកទី2គឺ Pavel ដាច់ហើយបាទទឹកទី3បាទបងប្អូនទឹកទី3ជាទឹកដែលគេថាអភូតហេតុណាបងប្អូនបាទការប្រកួតគឺ2នាទីដំបូងTheraគាត់យ៉ាប់ទៅជាមួយនឹងPavelគាត់ដាក់សម្ពាធទៅលើTheraមានទាំងវាយឲ្យបែកផងបងប្អូនបាទស្ទើរតែលោកគ្រូអាជ្ញាកណ្ដាលរាប់ទៅហើយទឹកទី2នោះប៉ុន្តែសល់តែ1នាទីទេបាទTheraគាត់បានបដូរយុទ្ធសាស្ត្រវាយជង្គង់បាទបដូរពីការវាយខាងលើមកចាប់ឡំវាយជង្គង់បាទក្រោយពីរកឃើញនៅចំណុចដែលជាចំណុចខ្វះខាតឬក៏ហៅថាចំណុចខ្សោយរបស់ Pavel ធ្វើឲ្យTheraផ្ដួល Pavel បាននៅចន្លោះតែ1នាទីចុងក្រោយទេបងប្អូនទាំងនេះហើយដែលធ្វើឲ្យបាទបងប្អូនដែលជាអ្នកស្នេហាវិស័យបដាល់គុណខ្មែរចងចាំឈ្មោះPavelបាទចងចាំឈ្មោះPavelចង់ឲ្យPavelជួបជាមួយនឹងTheraម្ដងទៀតដោយសារតែការប្រកួតរបស់គាត់កាលនោះបាទ
ក៏ក្រៅខ្លាំងបំផុតបាទហើយបន្តមកទៀតប៉ាវែលក៏មានកម្រងថានឹងប្រកួតលក្ខណៈម៉ារ៉ាតុងជួបជាមួយនឹងធេរ៉ាដែរបងប្អូនកាលពីថ្ងៃទី7 ខែ 1 2025 កន្លងទៅប៉ុន្តែបាទកាលនោះដល់ជិតដល់ថ្ងៃប្រកួតហើយស្រាប់តែធេរ៉ារបស់យើងនឹងគាត់មានបញ្ហាសុខភាពបងប្អូនមិនអាចចូលរួមប្រកួតបានបាទហើយកាលនោះបងប្អូនការប្រកួតគេថាកម្រងបងប្អូនគឺលក្ខណៈម៉ារ៉ាតុងបាទដែលមានបេក្ខភាព4រូបក្នុងការចូលរួមប្រកួតប្រជែងនៅថ្ងៃនោះបាទមានដូចជាប៉ាវែលបាទមានដូចជាធេរ៉ាមានដូចជាអូម៉ាមានដូចជាកីឡាករផ្ទះលេខ2ម្នាក់ទៀតដែលធ្លាប់យកឈ្នះទៅលើធេរ៉ាដែរបងប្អូនគឺឋាន័នឆៃបងប្អូនជាកីឡាករផ្ទះលេខ2បាទប៉ុន្តែថាការប្រកួតនោះមិនបានប្រកួតលក្ខណៈម៉ារ៉ាតុងទេគឺបដូរទៅជាលក្ខណៈមិត្តភាពអន្តរជាតិវិញបាទដោយធេរ៉ាគាត់មានបញ្ហាសុខភាពបងប្អូនអញ្ចឹងហើយទើបធ្វើឲ្យការប្រកួតម៉ារ៉ាតុងនោះត្រូវបានបដូរទៅជាលក្ខណៈមិត្តភាពបាទដោយជំនួសយកកីឡាករហ្វីលីពីនមកជំនួសធេរ៉ាវិញហើយប្រកួតជាលក្ខណៈមិត្តភាពវិញកាលនោះអូម៉ាគាត់ជួបឋាន័នឆៃជាកីឡាករផ្ទះលេខ2រីឯប៉ាវែលគាត់ជួបកីឡាករហ្វីលីពីនបាទជាលទ្ធផលប៉ាវែលគាត់បានយកឈ្នះទៅលើកីឡាករហ្វីលីពីននៅក្នុងទឹកទី3បាទអញ្ចឹងកាលនោះបងប្អូនមានការថាខកអត់បានទស្សនាការប្រកួតរបស់ធេរ៉ាជាមួយនឹងបេក្ខភាព3រូបទៀតដែលជាការសម្រិតសម្រាំងដែលជាការចង់ឃើញឲ្យពួកគាត់ជួបគ្នាបាទហើយក៏ចេះតែថារងចាំឱកាសដែលធ្វើឲ្យពួកគាត់អាចជួបគ្នាសារជាថ្មីអញ្ចឹងហើយបងប្អូនបានជាការជួបគ្នាការចូលរួមលេងប្រកួតប្រជែង 8-man tournament ខាងមុខនេះបងប្អូនគាត់ចង់ឲ្យមានប៉ាវែលគាត់ចូលរួមអញ្ចឹងហើយការចូលវត្តមានជាផ្លូវការរបស់ធេរ៉ានេះគឺបងប្អូនពេញចិត្តណាស់បាទហើយបងប្អូនក្រោយមកទៀតការប្រកួតរបស់ប៉ាវែលក៏មានដែរជាមួយនឹងវងវិឆ័យបងប្អូនបាទគឺកាលពីថ្ងៃទី18 ខែ 5 ឆ្នាំ 2025 កន្លងទៅបងប្អូនដែលការប្រកួតកាលនោះគឺលក្ខណៈមិត្តភាពទេបងប្អូនបាទមិត្តភាពទេបាទប៉ាវែលជាមួយនឹងវងវិឆ័យបាទអ្វីត្បិតតែវងវិឆ័យកាលនោះគាត់ធ្វើបានល្អបាទគាត់វាយកាចមានកែងមានអាវុធមុតស្រួយអីចឹងដែរបងប្អូនប៉ុន្តែជាលទ្ធផលនៅតែប៉ាវែលទទួលបានជ័យជំនះដដែលកាលនោះបងប្អូនបាទអញ្ចឹងសរុបលទ្ធផលមកបាទខ្ញុំលើកយកត្រួសទេបងប្អូនមិនប្រកាសថាការលើកឡើងរបស់ខ្ញុំនេះត្រឹមត្រូវទាំងអស់ទេបាទការប្រកួតរបស់ប៉ាវែលចាប់ពីឆ្នាំ2020មកដល់2025នេះគឺដូចជា4ដងហើយបងប្អូននៅក្នុងសង្វៀនគុណខ្មែរយើងនៅក្នុងស្ថានីយទូទួលថោន Full HD TV បាទដែលលើកទី1គឺគាត់ប្រកួតជាមួយនឹងឡាវចន្ទ្រានៅថ្ងៃទី10 ខែ 3 ឆ្នាំ 2020 កន្លងទៅបាទជាលទ្ធផលស្មើគ្នាដែលការប្រកួតលក្ខណៈ Match Fight បាទមួយទឹក9នាទីលើកទី2គឺគាត់ប្រកួតម៉ារ៉ាតុងបាទ 4man បាទដណ្ដើមពាននៅឯទឹកដីខេត្តតាកែវកាលពីថ្ងៃទី14 ខែ 3 ឆ្នាំ 2025 ដែលកាលនោះគាត់ជួបជាមួយនឹងធេរ៉ានៅវគ្គផ្ដាច់ព្រាត់ជាលទ្ធផលធេរ៉ាគាត់ទទួលបានពានបាទហើយការប្រកួតលើកទី3របស់ប៉ាវែលគឺនៅថ្ងៃទី7 ខែ 1 ឆ្នាំ 2025 កន្លងទៅបាទនៅឯទឹកដីខណ្ឌកំពូលបងប្អូនបាទទឹកដីខណ្ឌកំពូលបាទកាលនោះគាត់ជួបជាមួយនឹងកីឡាករហ្វីលីពីនដែលការប្រកួតជាលក្ខណៈមិត្តភាពទេបាទដោយយើងមានការខកខានបេក្ខភាពមួយរូបទៅធ្វើឲ្យមានការប្រកួតម៉ារ៉ាតុងបដូរទៅជាលក្ខណៈមិត្តភាពវិញបាទហើយលើកទី4គឺប្រកួតនៅថ្ងៃទី18 ខែ 5 ឆ្នាំ 2025 ជាមួយនឹងវងវិឆ័យបាទជាលទ្ធផលគឺប៉ាវែលគាត់ទទួលបានជ័យជំនះទៅលើវងវិឆ័យដោយបន្ទុកបាទអញ្ចឹងទាំងនេះហើយជាប្រវត្តិសង្ខេបរបស់ប៉ាវែលក្នុងការប្រកួតលក្ខណៈគុណខ្មែរនៅក្នុងស្ថានីយទូទួលថោន Full HD TV នេះពេលកន្លងមកអញ្ចឹងបើសិនជាមានការខុសឆ្គងបងប្អូនសូមអធិស្ឋានផងបាទសូមអរគុណ